សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបបិទ្ធព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំនិងក្រុមគ្រួសារមានសេចក្តីសមណោះរីករាយសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ក្រាបថ្វាយនៅប្រសាទសាធុការពរជ័យមហាប្រសើរក្នុងឱកាសដ៏មហានក្ខត្តរិទ្ធនៃព្រះរាជពិធីគម្រប់ខួប21ព្រះវស្សានៃការគ្រងព្រះបរមសារីរាជសម្បត្តិសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះរាជកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់លើព្រះបរមសារីរាជសម្បត្តិសម្រាប់ជានិមិត្តរូបនៃឯកភាពជាតិនិងភាពសម្បូរសប្បាយរុងរឿងនៃប្រជាជាតិខ្មែរជានិច្ចនិរន្តរ៍តរៀងទៅជាង2ទសវត្សរ៍មកនេះព្រះរាជសកម្មភាពដ៏ឧត្តមឧត្តមនិងទុសពិតរាជធម៌របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងដែលមានចំពោះជាតិនិងប្រជារាស្ត្របានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាពស្ថិរភាពនិងឯកភាពជាតិខ្មែរទាំងមូលលទ្ធផលដ៏អស្ចារ្យនេះបានបង្កើតជំនឿរបស់ប្រជារាស្ត្រខ្មែរឲ្យកាន់តែរឹងមាំលើព្រះរាជបល្ល័ង្កនិងតម្លៃនៃរបបរាជានិយមដែលជាស្ថាបត្យកម្មមិនអាចខ្វះបានសម្រាប់កម្ពុជាជាថ្មីម្ដងទៀតទូលព្រះបង្គំនិងក្រុមគ្រួសារសូមព្រះបរមរាជានុញ្ញាតលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យបារមីព្រះរតនត្រ័យទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រព្រមទាំងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គជាពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋសូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំព្រះសពសាធុការពរជ័យមហាបបរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះរាជមេត្តាទទួលនៅភក្តីភាពនិងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតអំពីទូលព្រះបង្គំសូមក្រាបបង្គំទូលថ្វាយនៅថ្ងៃសុក្រ3កើតខែកដឹកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ធ្វើនៅថ្ងៃទី24ខែតុលាឆ្នាំ2025ពីទូលព្រះបង្គំព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍ